ខ្លួនទៅបិណ្ឌកឋិនអើបាំងផាមួងហូរចងក្បិនដងហើយកឋិនបានបនណាំនួលអងបានបនណាំនួលអងអង្គអោនាងមានគុណថ្លៃជួយប្រាំកូនស្រីពីនៃកឋិនផងអង្គអោនាងមានគុណថ្លៃជួយប្រាប់កូនស្រីពីនៃកឋិនផងទៅមុំមិនដឹងក្រែងសាលមកមានមិត្តប្អូនបងចំអងលះឡើយចំអងលះឡើយគ្រាន់តែរឿងតូចញ៉ាប៉ុណ្ណឹងបើកូនចង់ដឹងម៉ែមិនកន់តាយគ្រាន់តែរឿងតូចញ៉ាប៉ុណ្ណឹងបើកូនចង់ដឹងម៉ែមិនកន់តាយផ្ដាយនឹងប្រាប់កូនអីលើនេះហើយកូននាងម្ដាយអើយចាំស្ដាប់អោណាថ្លៃចាំស្ដាប់អោណាថ្លៃកឋិនជាបុណ្យណាសាសនារដូវបូសាភ្លៀងធ្លាក់ជោគដីកឋិនជាបុណ្យណាសាសនារដូវបូសាភ្លៀងធ្លាក់ជោគដីព្រះពុទ្ធបញ្ញំគឺជាវិន័យរយៈ90ថ្ងៃព្រះសង្ឃកាន់ព្រះវស្សាព្រះសង្ឃកាន់ព្រះវស្សាចាប់ពី100ខែអាសាឍព្រះសង្ឃទាំងឡាយមិនអាចនិមន្តទៅណាចាំពី100ខែអាសាឍព្រះសង្ឃទាំងឡាយមិនអាចនិមន្តទៅណា3ខែតើបអាចចេញព្រះវស្សាតាមបទដំរើដល់ពេញបូរមីខែអាសត់ដល់ពេញបូរមីខែអាសត់កឋិនប្រែថាសម្ពត់ដែលពិតបរិសុទ្ធប្រគេនព្រះសង្ឃកឋិនប្រែថាសម្ពត់ដែលពិតបរិសុទ្ធប្រគេនព្រះសង្ឃមួយឆ្នាំមានម្ដងលោកអាចារ្យប្រងមិនអើយលំលង15កើតខែកដឹក15កើតខែកដឹកកូនដឹងទេបិណ្ឌកឋិនទាននេះគឺប្រទានបញ្ញាហើយចម្លែកពិសេសជាងគេក្នុងចំណោមបិណ្ឌសាសនាដទៃទៀតណាកូនគេធ្វើបុណ្យនេះកំណត់អាចធ្វើបានត្រឹម29ថ្ងៃតែប៉ុណ្ណោះគឺចាប់ពីថ្ងៃ100ខែអាសត់រហូតដល់ថ្ងៃ15កើតខែកដឹកហើយក្នុងមួយឆ្នាំវត្តនីមួយៗអាចទទួលកឋិនបានតែមួយដងគាត់តែប៉ុណ្ណោះរីឯប្រដាប់ប្រដាសម្រាប់ប្រគេនព្រះសង្ឃដែលរងចាំព្រះវស្សាមានដូចជាណែកកូនចាំស្ដាប់ណាកូនជីវរស
របស់និស្សិត